បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានៅពេលនេះខ្ញុំសូមនាំអារម្មណ៍ពុកម៉ែបងប្អូនទៅកាន់ភោជនីយដ្ឋានមួយនៅក្នុងខេត្តសៀមរាបដែលភោជនីយដ្ឋាននេះគឺមានការសម្ដែងរបាំផងដែរតែអ្វីដែលគួរសោកស្ដាយនោះគឺយើងកក់គេអត់បានឬតែសំឡេងរបាំក៏ធ្វើឲ្យចិត្តញាប់ញ័រចង់មើលឃើញការសម្ដែងពិតៗដែរតែគួរសោកស្ដាយយើងបានត្រឹមទៅជាន់ខាងលើជាន់សម្រាប់ទទួលទានអាហារដោយមិនមានការសម្ដែងរបាំទេនិយាយរួមទៅគឺការសម្ដែងរបាំនៅតាមបណ្ដាហាងមួយចំនួននៅខេត្តសៀមរាបគឺតើតើយើងធ្វើការកក់ទុកជាមុនកន្លែងខ្លះអាចថាមួយសប្តាហ៍មុនដោយសារតែភ្ញៀវទេសចរគាត់ booking ច្រើនអញ្ចឹងបើសិនជាយើងមិនធ្វើការកក់ទុកជាមុនទេគឺទៅដល់ប្រកាសជាស្ពៃហើយអត់បានមើលការសម្ដែងទេអានេះគឺជាក្មួយរបស់ខ្ញុំហ្នឹងហើយបន្ទាប់ពីមិនបានមើលការសម្ដែងហ្នឹងយើងក៏ញ៉ាំអាហារធម្មតាទៅហើយក៏ធ្វើការថតរូបលេងនេះជាទស្សនវិជ្ជានៅជាន់ខាងលើហើយយើងមើលពីក្រោមទៅឃើញសកម្មភាពប្រជាពលរដ្ឋបងប្អូនយើងទៅលេងកម្សាន្តនៅតំបន់ Pub Street ហ្នឹងហើយអ្វីដែលខ្ញុំចូលចិត្តហ្នឹងគឺគេមានដាក់រូបបុរាណជាច្រើននៅក្នុងភោជនីយដ្ឋានហ្នឹងហើយភោជនីយដ្ឋានហ្នឹងគឺនៅកែងនឹងផ្លូវចូលទៅ Pub Street ខ្ញុំអត់បានចាំឈ្មោះទេប៉ុន្តែដឹងត្រឹមតែនៅកែងផ្លូវដើមគេបាទហើយវីដេអូរបស់ខ្ញុំក៏ដល់ទីបញ្ចប់ដែរបាយបាយ